5 ចំណុចដែលបញ្ជាក់បានថាអ្នកអាចបំភ្លេចគេបានហើយចាវីដេអូមួយនេះ Diva នឹងចែករំលែកចំនួន 5 ចំណុចបើសិនជាអ្នកមាន 5 ចំណុចដែល Diva បានចែករំលែកនេះនោះបញ្ជាក់បានថាអ្នកគឺបានបំភ្លេចគេ 100% ចេញពីចិត្តចេញពីបេះដូងរបស់អ្នកបានហើយចាចំណុចទី 1 គឺនៅពេលដែលអ្នកនឹកដល់គេគិតដល់គេគឺអ្នកលែងមានអារម្មណ៍សោកសៅដូចមុនទៀតហើយផ្ទុយពីពេលដែលយើងបែកជាមួយនឹងគាត់ថ្មីក្រោយពេលវេលាដែលយើងបែកជាមួយនឹងគាត់ថ្មីគឺយើងគ្រប់ពេលវេលាដែលយើងនឹកដល់គាត់វាធ្វើឲ្យយើងមានអារម្មណ៍ឈឺចាប់មានអារម្មណ៍សោកសៅខ្លាំងមែនទែនវេទនាខ្លាំងមែនទែននៅពេលដំបូងចាប៉ុន្តែមកដល់បច្ចុប្បន្ននេះប្រសិនបើយើងនៅពេលវេលាដែលយើងគិតដល់គាត់តែយើងលែងមានអារម្មណ៍អីសោកសៅឬក៏ធ្វើឲ្យយើងឈឺចាប់ដូចមុនហើយនោះបញ្ជាក់បានហើយថាយើងគឺអាចបានបំភ្លេចគាត់ហើយចំណុចទី 2 គឺយើងព្រមទទួលស្គាល់នៅការពិតព្រមទទួលស្គាល់នៅការបាត់បង់ហើយយើងក៏លែងមានអារម្មណ៍ប្រច័ណ្ឌហួងហែងឬក៏ឈឺចាប់ទៀតហើយចាចំណុចទី 3 គឺយើងតែងតែញញឹមនៅពេលដែលយើងឮឈ្មោះគាត់ចាឬក៏គិតដល់រឿងកន្លងមកឬក៏អនុស្សាវរីយ៍ផ្សេងដែលយើងហើយនឹងគាត់នឹងធ្លាប់សាងរួមគ្នាគឺយើងញញឹមបានចាវាផ្ទុយពីដំបូងនៅពេលវេលាដែលយើងបែកគ្នាថ្មីនៅពេលដែលយើងឮឈ្មោះគាត់នៅពេលដែលយើងបានដឹងបានឮអ្វីដែលពាក់ព័ន្ធនឹងគាត់ឬក៏នឹកដល់រឿងរ៉ាវអនុស្សាវរីយ៍ដែលធ្លាប់សាងកន្លងមកជាមួយនឹងគាត់គ្រប់បែបយ៉ាងគឺវាធ្វើឲ្យយើងមានអារម្មណ៍ថាយើងឈឺចាប់យើងទឹកភ្នែកហើយយើងស្ដាយក្រោយមែនតើចាប៉ុន្តែមកដល់ពេលវេលានេះអារម្មណ៍ទាំងអស់ហ្នឹងលែងមានដូចមុនហើយផ្ទុយទៅវិញនៅពេលដែលយើងឮឈ្មោះគាត់ឬក៏យើងនឹកដល់រឿងរ៉ាវអនុស្សាវរីយ៍កន្លងមកដែលធ្លាប់បានសាងជាមួយនឹងគាត់យើងបែរជាអាចញញឹមបានទៅវិញចានេះក៏ជាចំណុចមួយដែលបញ្ជាក់បានថាយើងគឺអាចបំភ្លេចគាត់បានហើយចាចំណុចទី 4 គឺយើងតែងតែមានអារម្មណ៍រំភើបចាយើងលែងរស់នៅក្នុងអតីតកាលដូចមុនទៀតហើយចាផ្ទុយទៅវិញយើងបែរជាមកមានអារម្មណ៍រំភើបចំពោះការសម្លឹងឆ្ពោះទៅអនាគតរបស់យើងចាយើងគិតតែពីរឿងអនាគតយើងគិតតែពីរឿងដែលយើងត្រូវឆ្ពោះទៅខាងមុខចាយើងលែងរស់នៅក្នុងអតីតកាលដូចមុនទៀតហើយអញ្ចឹងបើសិនជាចំណុចហ្នឹងយើងមានអាបែបហ្នឹងដែរក៏បញ្ជាក់បានថាយើងក៏អាចបំភ្លេចគាត់បានហើយដូចគ្នាហើយចំណុចទី 5 ដែលជាចំណុចចុងក្រោយដែលអាចបញ្ជាក់បានថាអ្នកអាចបំភ្លេចគាត់បានហើយនោះគឺអ្នកមើលមកខ្លួនរបស់អ្នកហ្នឹងឃើញខ្លួនឯងហ្នឹងគឺល្អប្រសើរឡើងជាងមុនពីព្រោះថាអ្នកគឺកំពុងតែអភិវឌ្ឍខ្លួនរបស់អ្នកហ្នឹងគឺជាប្រចាំអ្នកអត់បានយកខ្លួនរបស់អ្នកទៅកប់ជាមួយនឹងអតីតទៅខ្វល់តែពីគាត់ចាតែអ្នកបែរជាប្រើពេលវេលាដែលអ្នកមានហ្នឹងមកផ្ដោតលើខ្លួនឯងមកអភិវឌ្ឍខ្លួនឯងឲ្យល្អប្រសើរឡើងជាងមុនចាផ្ដោតលើខ្លួនឯងជាសំខាន់អញ្ចឹងបើសិនជាអ្នកមាននៅចំណុចទាំង 5 ដែល Diva បានរៀបរាប់ខាងលើនេះនោះបញ្ជាក់បានថាអ្នកគឺអាចបំភ្លេចគាត់បាន 100% ហើយចាហើយ